បន្ទាប់ពីបេសកកម្មរយៈពេល2ថ្ងៃទៅសហគមន៍2នៅក្នុងខេត្តកំពង់ឆ្នាំងឥឡូវបានសម្រេចហើយត្រឡប់ដល់ផ្ទះវិញលាងសម្អាតវាហើយ2ថ្ងៃនេះជិះ500គីឡូជាង500គីឡូឥឡូវបានលាងសម្អាតវាស្អាតហើយនេះលាង2ដងលាងដោយសារតែវាជាប់ផុកម្សិលមិញខ្លាំងពេកដោយបងប្អូនទាំងអស់គ្នាឃើញហ្នឹងខ្ញុំមានជាប់ខ្លាំងពេកអញ្ចឹងខ្ញុំយកទៅលាងម្ដងយកលាងនៅកន្លែងមួយយកមកដល់វិញកន្លែងហ្នឹងគាត់លាងហើយវាអត់សូវស្អាតទេជាពិសេសគឺកន្លែងច្រវាក់នេះគាត់នៅជាប់ដីហើយកន្លែងប្រឡោះនេះគាត់អត់ជួយដល់ដែរណាធម្មតាគាត់លាងតម្លៃ 4-5 ពាន់គាត់លាងតាមហ្នឹងអញ្ចឹងសម្រាប់ចិត្តថាទៅលាងមកកន្លែងទៀតនៅជិតផ្ទះចឹងឲ្យគាត់ជូតឲ្យគាត់បន្ថែមហើយទៀតហើយក៏បានស្អាតលើកទី2នេះបានស្អាតព្រោះយើងលាងឲ្យម្ដងហើយយើងទៅលាងម្ដងទៀតវាគាត់ជួយបន្ថែមចឹងអស់ 4000 ទៀតហើយបន្តមកទៀតមកដល់ផ្ទះវិញក៏មិនអស់ចិត្តអង្គុយជូតលាងម្ដងទៀតចឹងណាអ្នកឆ្លាញ់ម៉ូតូមានអីទេឲ្យតែឃើញរូបរាងម៉ូតូស្អាតថ្មីពេញចិត្តសប្បាយចិត្តជូតពីក្រោមពីលើអីហើយវីដេអូថ្ងៃនេះមានតែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាពេញចិត្តចូលចិត្តការឆ្លាញ់ម៉ូតូការចែករំលែកការរាប់អានសូមជួយបេះដូងហើយនឹងកូពីលីងឲ្យមួយផងហើយពាក់ក្រោយវីដេអូក្រោយខ្ញុំនឹងនិយាយពីអត្ថប្រយោជន៍ហើយនឹងផលលំបាកនៃកបាំងសម្រាប់ការពារម៉ាស៊ីននេះសូមរងចាំវីដេអូក្រោយអរគុណអរអ្នកទាំងអស់គ្នាសុខសប្បាយ